ខេម្ចាស់សន្តាគារឬក៏ resort អាចមើលរបាយការណ៍ real time បានអញ្ចឹងទី1តកតងជាមួយនឹងទៅលើ occupancy report អញ្ចឹងគាត់អាចមើលបានថាបន្ទប់មួយណាដែលទំនេរដែលរវល់ដែលគេកក់ហើយបន្ទប់ណាដែលត្រូវកំពុងតែសម្អាតអញ្ចឹងគាត់អាចមើលបានហើយចំណុចទី2គឺតកតងជាមួយនឹងរបាយការណ៍ review ថារបាយការណ៍ចំណូលអញ្ចឹងគាត់អាចមើលរបាយការណ៍ចំណូលគឺបែងចែកថាទៅលើ room charge បានប្រមាណបាទទៅលើប្រភេទ F&B បានប្រមាណហើយទៅលើប្រភេទសេវាកម្មបានប្រមាណបាទហើយចំណុចបន្ទាប់ទៀតតកតងជាមួយនឹង booking soft report អញ្ចឹងគាត់ចង់ដឹងថាតកតងជាមួយនឹងការ check in ឬក៏ booking តាមរយៈ online travel agency គាត់អាចធ្វើការព្យាករណ៍បានថាភ្ញៀវគាត់កក់តាម booking.com កក់តាម Agoda Expedia ឬក៏ Seatrip បានប្រមាណដើម្បីគាត់យកមកអនុមាយនៅក្នុង review ផងគាត់បានហើយមួយទៀតគឺទៅលើ report តកតងជាមួយនឹងការ check in check out អញ្ចឹងគាត់អាចមើលបានក្នុង system ផងយើងថាថ្ងៃនេះមានអតិថិជនប្រហែលអ្នកដែលគាត់កំពុងតែ check in បាទហើយ check in ឬក៏ check out បាទហើយមួយទៀតគាត់អាចដឹងអំពី report មួយទៀតគេហៅ housekeeping status អញ្ចឹងគាត់ត្រូវមើលដឹងដែរហើយរបាយការណ៍មួយទៀតគឺតកតងជាមួយនឹងប្រភេទ F&B ឬក៏ additional service មួយចំនួនដែលគាត់អាចមើលបានអញ្ចឹងនៅក្នុងហ្នឹងគឺតាម resort ឬក៏ property ឋានគាត់មានតកតងជាមួយនឹងទៅលើប្រភេទ restaurant ទៅលើ coffee shop ទៅលើ mini bar ឬក៏តកតងមួយ spa review អីផ្សេងៗអញ្ចឹងគាត់អាចមើលបានទៅលើទិន្នន័យផងគាត់ហើយរបាយការណ៍មួយទៀតតកតងជាមួយនឹង cash flow ឬក៏ payment អញ្ចឹងគាត់ត្រូវដឹងថាទិន្នន័យតកតងជាមួយនឹងចំណូលតកតងជាមួយនឹងចំណាយទៅតាម cash account របស់គាត់មួយបានប្រមាណអញ្ចឹងគាត់អាចមើលទៅលើទិន្នន័យនោះបានហើយចំណុចមួយទៀតទៅលើរបាយការណ៍ real time គឺតកតងមួយរបាយការណ៍ accounting បាទមានន័យថាគាត់អាចមើលទិន្នន័យតកតងរបាយការណ៍ចំណាយចំណូលចំណាយខាតបាទរបាយការណ៍ទៅលើ balance sheet ទៅលើ trade balance ឬក៏តកតងមួយ general ledger អីផ្សេងៗទៅលើផ្នែកហិរញ្ញវត្ថុអញ្ចឹងគាត់អាចមើលបានទៅលើរបាយការណ៍ទាំងអស់ហ្នឹងដែលផ្ដល់ភាពងាយស្រួលទៅដល់ម្ចាស់អាជីវកម្មហើយចំណុចកាន់តែពិសេសមួយទៀតគឺមានន័យថា system របស់យើងគឺអាច integration ជាមួយនឹង mobile app ដែលម្ចាស់អាជីវកម្មគាត់អាចមានតែ mobile app មួយដើម្បីគាត់មើលទៅលើទិន្នន័យតកតងជាមួយការកក់ check in check out របាយការណ៍ចំណូលចំណាយហើយនិងរបាយការណ៍លក់ផ្សេងៗនៅលើ mobile app បានដូចគ្នាដោយសារតែយើងមានទៅលើ platform ទាំងអស់ស្រេចបាទជាចុងក្រោយខ្ញុំសង្ឃឹមថារាល់សំណួរទាំងអស់ដែលបងប្អូនតែងតែសួរចូលមកកាន់ក្រុមហ៊ុនរបស់យើងគឺខ្ញុំបានបកស្រាយអញ្ចឹងសង្ឃឹមថាបងប្អូននឹងជ្រាបជាព័ត៌មានហ្នឹងហើយអាចតាក់ទងមកកាន់ក្រុមហ៊ុនពួកយើងដើម្បីយើងប្រឹក្សាដល់អត់គិតថ្លៃហើយយើងនឹងមានការពិភាក្សាបន្ថែមទៅលើអាជីវកម្មរបស់បងប្អូនបានបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា